មុននឹងយល់ខ្លឹមសារសភាសិតនេះយើងគួរស្វែងយល់ពាក្យទំពាំងនិងឫស្សីជាមុនសិនស្វាគមន៍ជាថ្មីមកកាន់ YouTube Channel ខ្មែរ Learning រស់វាសនាដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗបន្ថែមទៀតបងប្អូនអ្នកតាមដានគ្រាន់តែចុច Follow ឬ Subscribe ម្នាក់មួយជាការស្រេចសុភាសិតមួយលើកឡើងថាទំពាំងស្នងឫស្សីមុននឹងយល់ខ្លឹមសារសភាសិតនេះយើងគួរស្វែងយល់ពាក្យទំពាំងនិងឫស្សីជាមុនសិនទំពាំងគឺជាពន្លកនៃឫស្សីដែលកំពុងតែលូតលាស់ហើយមានសភាពខ្ចីនិងទន់ដែលឈាននឹងក្លាយទៅជាឫស្សីនៅថ្ងៃអនាគតឯឫស្សីគឺកើតចេញពីទំពាំងដែលលូតលាស់យ៉ាងរឹងមាំហើយវាអាចបង្កើតទំពាំងផ្សេងៗទៀតក្នុងនេះពាក្យថាទំពាំងគឺសំដៅទៅលើយុវជនជំនាន់ក្រោយឬមនុស្សជំនាន់ក្រោយដូចជាក្មេងៗឬក៏អ្នកដែលនៅតូចៗដែលនឹងក្លាយទៅជាអ្នកបន្តវេនក្នុងពេលដ៏ខ្លីខាងមុខនេះឯឫស្សីសំដៅទៅលើមនុស្សដែលមានសមត្ថភាពធនធានមនុស្សអ្នកមានចំណេះដឹងអ្នកដែលមានភាពរឹងមាំអាចកសាងសង្គមឲ្យរីកចម្រើនបានក្នុងសុភាសិតនេះដែរគេចង់អប់រំថាមនុស្សទាំងឡាយគួរគប្បីយកចិត្តទុកដាក់ទៅលើមនុស្សជំនាន់ក្រោយព្រោះពួកគាត់គឺជាបុគ្គលដ៏សំខាន់ដែលអាចជំនួសយើងបាននៅពេលដែលយើងអស់កម្លាំងឬចូលនិវត្តន៍បើសិនបើគ្មានពួកគេទេនោះសង្គមមិនអាចរីកចម្រើនបានឡើយអ្វីដែលសំខាន់គឺការលើកកម្ពស់វិស័យអប់រំបង្កើនធនធានមនុស្សយកចិត្តទុកដាក់ទៅលើក្មេងៗកុមារតូចៗដែលពួកគាត់គឺជាសសរទ្រូងនៃប្រទេសជាតិនេះគឺជាតម្លៃមួយដែលយើងត្រូវតែយកចិត្តទុកដាក់ដើម្បីបង្កើននៅតម្លៃនៃសង្គមមួយនិងលើកស្ទួយប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនកាលណាប្រទេសមួយមានធនធានមនុស្សច្រើននឹងធ្វើឲ្យមានការរីកចម្រើនតែបើសិនជាពោរពេញទៅដោយភាពអវិជ្ជាឬទង្វើអវិជ្ជមានវិញសង្គមនោះប្រកាសជាមិនអាចទៅមុខបាននោះឡើយឧទាហរណ៍នៅសហរដ្ឋអាមេរិកគឺគេឲ្យតម្លៃណាស់ទៅលើអ្នកចេះដឹងនេះហើយដែលបានសាបព្រោះនៅចំណេះជំនាញក៏ដូចជាបទពិសោធន៍ល្អៗជូនទៅសិស្សនិស្សិតក៏ដូចជាអ្នកជំនាន់ក្រោយហើយធ្វើឲ្យគេកាន់តែលូតលាស់ក្លាយទៅជាមហាអំណាចដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញក៏យើងអាចក្លាយទៅជាប្រទេសមហាអំណាចបានដែរបើសិនបើយើងយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់វិស័យអប់រំឲ្យកាន់តែឈានមុខហើយយកចិត្តទុកដាក់ទៅលើធនធានមនុស្សពិតណាស់យើងនឹងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិស្មើមុខស្មើមាត់នឹងគេបានផងដែរដោយនេះតម្លៃនៃសុភាសិតទំពាំងស្នងឫស្សីនេះគឺមានតម្លៃអប់រំយ៉ាងមហាសាលដែលមិនអាចកាត់ថ្លៃបានហើយកូនខ្មែរគ្រប់រូបគួរតែចងចាំសុភាសិតនេះនិងក៏មានការធ្វេសប្រហែសនោះឡើយសូមបើបងប្អូនឬអ្នកតាមដានមានចម្ងល់ត្រង់ចំណុចណាមួយនោះអាច comment សួរនៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងព្យាយាមឆ្លើយទៅតាមលទ្ធភាពដែលខ្ញុំអាចឆ្លើយបានអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់